chẳng bóng ôn đang mà lên cái rôm tích ở toàn school cái lạnh này cứ nơi không ở trên chiết cái rôm tai mà đón đài miền cái một đạp lại cha chiaประวัติ rương prey rương promanh và sasna năng phật sasna cứ đạp cha chung quanh nôm này tai mà đón how giờ tức đáy này cứ tức đáy khơi thà phơi sạch sầm răng sạch mền tên cứ bất chi mình pho mà đá có bố có bạch ra chẳng na cứ khơi thà sạch mền tên tai mà đón chẳng tay kia nó nhom năng bằng hai mong ôn tặng ở kia vì tích tập hiệp chung quanh phun này đang còn lại là nhom ban đa thọt khắc nàyแต่ก็ดาวทอดที่บางคนคือชอนเหมือนเต้นมาจุ่มพนุ่มนั่งคือเมียนเหมือนไล่รูปจำละนี่รูปจำละนู่ไอ้นามวยขยมก็เหมือนแมนจีเนี่ยศึกษาสาวจิวเรื่องประวัติศาสตร์ให้ได้จังขยมอันเซอร์สกอลที่ขยมบานเติมตายเรียบรอบคลักละหนึ่งบางหายบางคนต่างออกนี้ปีรูปเพียบแต่ขยมบานประดับโยกจังต่อtừ tu sửa nhà cho mỗi nhom tất cảគ្នាហើយទិដ្ឋភាពទាំងនេះស្ថិតនៅលើភ្នំទេវៈឬក៏គេហៅថាប្រាសាទកំពូល5ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យតែម្ដងហើយខ្ញុំជឿថាមិនមែនត្រឹមតែខ្ញុំនោះទេសូម្បីតែបងប្អូនដែលបានទស្សនាក៏មានអារម្មណ៍ស្ងើចសរសើរពីស្នាដៃចម្លាក់ជាងដ៏ល្អឯកក៏ដូចជារូបខ្ញុំដែរហើយគំនូរទាំងនេះសុទ្ធតែជាស្នាដៃរបស់បងជាងសម័យថ្មីយើងនេះឯងដែលចម្លងតាមរូបចម្លាក់ដែលនៅជាប់ជញ្ជាំងប្រាសាទរបស់បុព្វបុរសខ្មែរយើងដែលចារពីរឿងព្រេងកថាជាច្រើនហើយរូបចម្លាក់ទាំងនេះគឺត្រូវដាប់ឆ្លាក់នៅលើផ្ទាំងថ្មធម្មជាតិដែលដុះនៅលើភ្នំនេះតែម្ដងហើយមួយភ្នំនេះយើងក្រឡេកមើលឃើញពោពេញទៅដោយផ្ទាំងថ្មដែលឆ្លាក់ចារជារូបចម្លាក់រៀបរាប់ពីដំណើររឿងព្រេងរបស់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាប្រវត្តិព្រះរាជារបស់ខ្មែរក៏ដូចជាមានតួអង្គអាទិទេពនិងរៀបរាប់រឿងជាច្រើនទៀតហើយខ្ញុំអត់ដឹងថារូបចម្លាក់ទាំងនេះរៀបរាប់ពីអ្វីខ្ញុំគ្រាន់តែបានថតបង្ហាញនិងរៀបរាប់ខ្លះៗដើម្បីបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានឃើញហើយខ្ញុំក៏សូមកោតសរសើរដល់អ្នកដែលផ្ដួចផ្ដើមកសាងកន្លែងនេះនិងស្នាដៃជាងចម្លាក់ដ៏ល្អឯកដែលបានឆ្លាក់ចារបន្សល់ទុកឲ្យពួកយើងនិងក្មេងជំនាន់ក្រោយបានឃើញជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដើមរហូតដល់ចប់ហើយបើសិនជាការបកស្រាយមានលឺលួសទាស់ខុសត្រង់ណាក៏សូមអធិស្ឋានហើយបើសិនជាបងប្អូនរកផ្លូវមិនឃើញបងប្អូនអាច comment ឬក៏ឆាតសួរខ្ញុំបាន